នៅលើផែនដីមានភូមិមួយដែលមនុស្សរស់នៅខាងកោងពពកដោយមិនដឹងថាមានអ្វីលាក់ខ្លួននៅលើមេឃនោះទេនៅពីលើពពកមានភូមិអាត់កំបាំងមួយដែលរស់នៅដោយភាពស្ងប់ស្ងាត់និងមានអភូតហេតុក្មេងស្រីតូចម្នាក់មានបេះដូងពោពេញដោយចម្ងល់និងក្តីសុបិនថ្ងៃមួយពពកបានបោកផ្លូវដើម្បីអញ្ជើញនាងឡើងទៅកន្លែងដែលមិនមានអ្នកណាធ្លាប់ឡើងទៅសោះនាងបានឃើញថាភូមិនៅលើមេឃមិនមែនជារឿងនិទានទេប៉ុន្តែជាពិភពមួយដែលរស់នៅដោយភាពពោពេញទៅដោយក្តីសង្ឃឹមនៅទីនោះមានអ្នកថែរក្សាពពកដែលបានការពារភូមិនោះអស់រយៈពេលយូរណាស់មកហើយខណៈពេលនោះមានអ្វីមួយចម្លែកបានកើតចេញពីពពកហើយសន្តិភាពក៏មិននៅថិតថេរជានិច្ចដែរ The storm is so strong. Together, we can restore the light. It's working. The light returns. ហើយចាប់ពីថ្ងៃនោះទៅភូមិលើពពកបានក្លាយជារឿងព្រេងនិទានដែលរស់នៅក្នុងបេះដូងក្មេងស្រីតូចរហូត។